ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀប config email នៅលើ Thunderbird app លើ mobile device ដែលជាដំបូងដើម្បី config email លើ Thunderbird app លើទូរស័ព្ទដៃយើងត្រូវដឹងពី username ហើយ password server setting incoming outgoing ជាដើមដើម្បីដឹងយើងចូលទៅកាន់ cPanel ហើយคลิกលើ user ណាដែលយើងចង់ config ហើយធ្វើការ copy នៅ server setting ទាំងនោះដើម្បីទៅ config នៅលើ app ចឹងបន្ទាប់ពីទទួលបាន server setting ពី cPanel ហើយចូលមកកាន់ app នៅលើ device យើងធ្វើការបំពេញនៅ email address ហើយ click next ជ្រើសរើសយកនៅ configure manually ហើយចូលមកដល់ចំណុចនេះបំពេញនៅ incoming server ដាក់ incoming ដែលយើងបាន copy មកជាមួយនឹង port secure ហើយ password បន្ទាប់មក click next នឹងចូលដល់ outgoing mail server ហើយបំពេញដូចដើមដែរគ្រាន់តែវាជា outgoing អញ្ចឹងដាក់ server setting ជា outgoing ជាមួយនឹង port secure របស់ outgoing បន្ទាប់ពី configure រួចរាល់ហើយ Thunderbird app នឹង pop up នៅផ្ទាំងមួយដែលឲ្យយើងបំពេញនៅលើ display ដែលយើងចង់ដាក់យើងគ្រាន់តែធ្វើការបំពេញដែលឈ្មោះដែលយើងចង់ដាក់ទៅយើង click next នោះការ set up email នៅលើ Thunderbird app យើងរួចរាល់